បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការផ្លាស់ប្ដូរចំហាយទឹកណាបងប្អូនបាទដោយសារតែទយោយើងប្រើគឺជាទយោអន់អញ្ចឹងវាបែកនៅពេលដែលកម្លាំងទឹកខ្លាំងឬក៏យើងប្រើយូរហើយចំហាយទយោចំហាយទឹកនេះខ្ញុំប្រើអត់បានយូរមកនេះបងប្អូនប្រើបានជាប្រហែលខែនេះខ្ញុំដូរថ្មីនេះហើយរងបន្ទាប់ហ្នឹងយើងប្រើឡើង6ឆ្នាំហ្នឹងអត់ទាន់បែកដល់ពេលអាទយោថ្មីនេះយើងទិញមកមិនទិញមកខ្ញុំយកទៅឡើងកន្លែងភ្ញៀវចំហាយទឹកសាច់នេះនេះដូរទយោបងប្អូននេះវាបែកប្រេះចេញខ្ញុំកាត់មកបែកប្រេះចឹងនេះអញ្ចឹងទយោនេះអន់ទយោអត់ល្អទេតម្លៃធូរថ្លៃមែនប៉ុន្តែវាអត់សូវល្អតែប៉ុន្តែទយោនេះទិញក៏មិនថោកបានដែរបងប្អូនអាល្អអាល្អវា$25ក្នុងម្ដង100ម៉ែត្រណាតែអានេះវាខ្ទង់$20ឬក៏$22អីចឹងណាបាទវាខុសនេះតិចតួចអញ្ចឹងប្រើមិនកើតទេបងប្អូននេះប្រើបានត្រឹមតែពេល3ខែហ្នឹងខូចអស់យ៉ាងយូរ7 8ខែខូចអស់នេះដល់ពេលយើងហែកទៅនេះវាបែកតាមនេះបងប្អូននេះអត់តសនេះនេះវាហែកតាមនេះបងប្អូននេះអសហ្នឹងធ្នេវាហ្នឹងនេះបងឃើញទេនេះចាំហែកវាហែកតាមទេតែអាប្រភេទមួយទៀតបងប្អូនអត់មានដាច់ឡែកទេតាមហ្នឹងអាប្រភេទមួយទៀតឆ្នូតពណ៌ក្រហមបាទហើយសាច់វាទន់ជាងអញ្ចឹងណាបាទវាស្រួលប្រើជាងចាំមកខ្ញុំបង្ហាញបងប្អូននេះបងប្អូនអីវ៉ាន់នេះទៅអីវ៉ាន់បោះថៃសុតលេខ1ហ្មងនេះវាមានឆ្នូតពណ៌ក្រហមបងប្អូនឃើញឆ្នូតទេនេះឆ្នូតបដៅពណ៌ក្រហមទូនេះណាបាទហើយប្រភេទនេះមិនមែនជាតំណទេបងប្អូនកុំច្រឡំថាអាក្រហមនេះជាតំណវាអត់ទេអាក្រហមនេះគឺជា highlight របស់គេទេបងប្អូនមើលនេះអត់មានតំណទេហើយអត់ដែលបែកតាមតំណហ្នឹងទេបើបែកខ្ញុំប្រើដោយរងនេះបងប្អូននេះរងនេះដល់ហ្នឹងនេះខ្ញុំតឃើញតំណហ្នឹងវាបែកដោយសារកន្លែងចោះផ្លែវាទេបងប្អូនខ្ញុំចោះផ្លែវាទៅខុសបច្ចេកទេសវាបែកពេលបែកយើងតហើយសួរថា5 6ឆ្នាំខ្ញុំប្រើតាំងយោសាច់នេះប្រើមុនគេបងប្អូននេះអាប្រើតែប្រភេទពួកហ្នឹងអាឆ្នូតក្រហមហ្នឹងបោះថៃសុទ្ធលេខ1ហ្មងអញ្ចឹងវាអត់ខូចទេបើវាធ្លាយវាបែកទៅតាមឯនេះរុនដែលយើងចោះក្បាលសាច់ហ្នឹងទេចោះខុសបច្ចេកទេសឬក៏ម៉ូទ័រខ្ញុំខ្លាំងពេកម៉ូទ័រខ្ញុំវាយខ្លាំងពេកទៅវាបែកអញ្ចឹងណាហើយអត់មានតហ្នឹងថាបែកហ្នឹងតហ្នឹងសាបែកបដ ாய் អត់ទេអានេះណាបើសិនជាបែកបដ ாய் បងប្អូនអានេះនេះបើសិនជាបែកបដ ாய் នេះយើងយកមកតអត់កើតទេអសនេះអាឆ្នូតសនេះតទៅយករុកចូលបងប្អូនយកអាតយោលេខ16លីអាតយោពណ៌សខ្សែភ្លើងយកមកញុកចូលតនេះញុកទៅបែកបន្តរហូតចឹងអត់កើតទេបងប្អូននេះចប់ហើយចឹងខ្ញុំទូខ្ញុំត្រូវដូរចេញហួយបែកអស់បងប្អូនខ្ញុំទៅមើលវាបែកទៅវាវាយទឹកឡើងលើដបូលវាយលើដបូលវាបែកធ្លាក់ឯនេះមកលើនេះអស់វាបែកធ្លាក់មកលើបន្លែយើងខូចអស់នេះបងប្អូននេះដាច់បន្លែអស់លេងនេះធ្លាក់ទឹកមកនេះដាច់អស់ប្រហែល2 4ដើមចឹងបើខ្ញុំត្រូវតែសម្រាប់ចិត្តដូរវាតែណាទៅនេះខ្ញុំបិទកាយនៅតែអត់នេះណាបងប្អូនបិទកាយរុំនេះទៅណានេះបែកទៅនេះបងប្អូននេះបែកឆ្នូតសហ្នឹងនេះរុំស្គុតរុំកាយនៅអត់ចិត្តនៅទឹកមកវូររហូតចាអញ្ចឹងសម្រាប់ចិត្តធ្វើដូរចោលកាត់ចោលក៏ច្រាំចោលបាទបងប្អូនដែលបានឃើញនៅក្នុងវីដេអូដែលខ្ញុំបង្ហាញបងប្អូនអញ្ចឹងបាទទយោសាច់ដែលយើងប្រើនេះគឺមាន2ប្រភេទណាមានអាល្អលេខ1ហើយនិងអាលេខ2អញ្ចឹងអាលេខ2ដែលខ្ញុំបង្ហាញបងប្អូនឆ្នូតពណ៌សហ្នឹងអាហ្នឹងគេលក់នៅខ្មែរយើងគេថាល្អតាមពិតទៅអត់ទេបងប្អូនអីវ៉ាន់ហ្នឹងអត់ល្អទេប្រើបានតែប្រហែលមួយរយៈប្រហែល3 4ខែហ្នឹងគឺខូចអស់ហើយត្រូវក្តៅបន្តិចគឺប្រេះយកតែម្ដងតាមឆ្នូតសហ្នឹងតាមធ្នេរបស់ថៃសុតគឺមិនមែនជាធ្នេទេអាពណ៌ក្រហមហ្នឹងគឺជា highlight របស់គេទេអញ្ចឹងណាហើយប្រើក៏អត់បែកដែរដូចខ្ញុំបង្ហាញតាមវីដេអូអញ្ចឹងហើយបងប្អូនខ្មែរយើងហេតុអីបានគាត់លក់អញ្ចឹងទយោមិញហ្នឹងគឺខ្ញុំទៅតឡើងឲ្យភ្ញៀវទៅខ្ញុំទិញតពីភ្ញៀវទេភ្ញៀវគាត់រិះគាត់យកអាថោកមកដាក់បងប្អូនអញ្ចឹងទៅក៏ខ្ញុំទិញតពីគាត់មកហើយឲ្យលុយតម្លៃពេញដោយគាត់អញ្ចឹងណាតែបើយើងយកមកដាក់អត់កើតបែកអស់អញ្ចឹងណាអញ្ចឹងអត់ល្អទេហើយបងប្អូនខ្មែរយើងលក់អីលក់
មុននឹងយកលុយពីគេបងប្អូនមើលផងបាទខ្ញុំអត់ទេបងប្អូនអើយមុននឹងលក់ឲ្យគេខ្ញុំមើលខ្ញុំអត់ចង់បានលុយពីគេមកក្រោមកំណោទុកអ្នកដតីក្រោមទឹកភ្នែករបស់ភ្ញៀវទេអញ្ចឹងណាបាទលុយបបាក់រណាបងប្អូនអើយហើយអញ្ចឹងគេទិញយើងតែម្ដងទេខ្ញុំទិញតាយោមួយក៏យ៉ាងដែរតាយោប្រភេទទៀតតាយោក្បាលសាច់ស្ពាន់ណាខ្ញុំយកមកឲ្យគេទិញឲ្យពីបំពេញមកខ្ញុំទិញនៅក្រុមហ៊ុនល្អរបស់គេប្រើ 3-4 ឆ្នាំអត់តាន់តាណាអត់តាន់បែកទេបងប្អូនក្តៅក៏អីដែរដល់ពេលអាតាយោហ្នឹងប្រើបានប្រហែលខែបែកអស់ពេញទៅហ្នឹងអូអត់កើតត្មងអញ្ចឹងណាបាទហើយឥឡូវនេះចំហាយទឹកត្រូវការជាចាំបាច់បងប្អូនដោយសារវាក្តៅពេកអញ្ចឹងណាបាទខែក្តៅខ្លាំងណាស់បងប្អូនអើយខែនេះខ្ទង់ប្រហែលឥឡូវយើងរើចេញនេះបាទនេះយើងកាត់ច្រាំវាដើម្បីយកក្បាលសាច់ប្រើវិញព្រោះក្បាលសាច់នេះយើងអាចប្រើបានសឹងថាមួយយុសនិយាយរួមទៅយូរអត់ងាយខូចទេវាស្ទះយើងដោះផ្លុំវាស្ទះដោះផ្លុំចេញទៅអស់កតិយើងអាចដាក់ថ្មីវិញបានហើយនេះយើងចោះដល់ការប្រើស្វានបងប្អូនបាទស្វានរបស់ខ្ញុំនេះគឺប្រើស្វាន3លីបាទបងប្អូនចង់ប្រើចោះចង់ប្រើចោះចង់ចោះប្រើផ្លែស្វាន4លីក៏ចោះទៅប៉ុន្តែ4លីវាកលុងពេកអាចខ្លាចវាបែកអញ្ចឹងណាតែយើងប្រើ3លីវាធានាជាងខ្ញុំប្រើតែ3លីទេបងប្អូនបាទហើយបងប្អូនមើលខ្ញុំដោយសារវាទៅយកវាបែកអញ្ចឹងយើងត្រូវការចិត្តតងទប់អញ្ចឹងបើមិនទប់ទេវាអាចជន់បន្លែយើងនៅក្រោមហ្នឹងហើយអាចបាក់រងទៀតប៉ុន្តែដោយសារទៅយកយើងប្រើទៅយកល្អលេខ1អញ្ចឹងវាស្វិតអត់ងាយបែកទេបងប្អូនទៅយកនេះយើងជន់1គីឡូខ្ញុំវាមិនគុណប្រមាណនេះវាអាចបើសិនជាជន់មកបែកដែរប៉ុន្តែសាឡរបស់យើងវាល្អអញ្ចឹងអត់បែកទេយើងប្រើ6ឆ្នាំហ្នឹងបងប្អូនតាយោនេះវាជន់ក៏បែកតាណាដែរអញ្ចឹងណាបាទវាល្អប្រភេទតាយោស្ប៉ែតស្តង់ដាហើយមើលនេះបងប្អូនអូយឡើងជន់ទប់ចុះទប់ឡើងសួរនឹងកាប់មុខទៀតនេះចោះហើយយើងយកផ្លែស្វានមកផ្លែស្វានចោះហើយយើងយកក្បាលហ្នឹងមកដោតវាបាទកាចោះយើងចោះឆ្លាស់គ្នាបងប្អូនយើងចោះបែរមុខតលិតកើតទៅហើយវាសាចសពដល់ពេលខ្យល់វាយមកវាអាចជះចំហាយទឹកហ្នឹងទៅលើបន្លែយើងហើយយើងដាក់ទៅ1រងមកជួយទៅបងប្អូនចំទៅពាក់កណ្ដាល1រងបានហើយបាទគ្រប់គ្រាន់ហើយណាព្រោះ1រងយើង2ម៉ែត្ររងនេះរង2ម៉ែត្រនេះនៅក្នុងខ្ញុំធ្វើមុនគេ1រង2ម៉ែត្រអញ្ចឹងវាអាចនឹងសពដែរនៅពេលដែលខ្យល់វាយមកប៉ុន្តែបើសិនជាខ្យល់អត់វាយទេក៏ចំហាយទឹកយើងក៏វាអត់សាច់សពដែរប៉ុន្តែសម្រាប់រងនេះគឺសពបាទរង2ម៉ែត្រមែនប៉ុន្តែខ្ញុំចាក់ដាក់រៀងញឹកបាទចោះក្បាលសាច់បាទចោះក្បាលសាច់រៀងញឹកដែរអញ្ចឹង1ម៉ែត្រ1បាទស្ដាំ1ឆ្វេង1បាទ1ម៉ែត្រ1អញ្ចឹងដូចយើងចោះបងប្អូនចិត្តតងតែសំណាងដែរបងប្អូនចេះបានកើតមកមៀតតូចបានមៀតធំគីឡូ8គីឡូ9អីចប់ត្មងនេះបានធំនៅគីឡូ6អីចឹងណាបាទអញ្ចឹងអត់អីទេហើយបងប្អូនចាំទស្សនាមួយដល់ចប់អញ្ចឹងណាតើមិនបាទព្រោះដូចខ្ញុំនិយាយពីដើមអញ្ចឹងវាឥឡូវនេះធ្វើការចំហាយទឹកឥឡូវយើងតរួយបងប្អូនបាទតរួយហើយឥឡូវយើងមើលខ្ញុំប្រិយបងប្អូនមើលនេះចេញអញ្ចឹងមើលនេះទៅតែពេលខ្យល់វាយផាត់មកបងប្អូននេះទៅយកល្អលេខ1បាទលេខ1របស់ថៃអាសតអត់ភ័យឲ្យបាយបងប្អូនបាទនេះទឹកមកអូយខ្ញុំតនៅបានប្រហែលខែដែរបងប្រហែលជាពី3ខែនេះអាថ្មឆ្នោតពណ៌សហ្នឹងបែកត្មងនេះអត់ទេបងប្អូនចេញមកអស់ទោះហើយនេះឬសេមកនេះយើងចោះយើងដាក់ឆ្លាស់គ្នាបងប្អូនមួយទៅរងខ្ញុំ2ជើងទៅត្បូងណាអញ្ចឹងខ្ញុំដាក់មួយទៅមកលិចមួយទៅកើតនេះមួយនេះមើលទៅកើតអញ្ចឹងវាអាចខ្យល់មកអាចសាចត្រូវចឡើងនេះនេះបងប្អូនមកតែល្អសម្រាប់ផ្លែស្វានយើងចោះ3មីលីបាទ3មីលីម៉ែត្រ3មីលីទំហំវា3មីលីអញ្ចឹងយើងចោះកុំយកធំពេកចោះកើតទេអរគុណ